មេបញ្ជាការរុស្ស៊ីសង្គ្រាមលោកលើកទី3កំពុងចាប់ផ្ដើមទាមទារការកែនទ័ពថ្មីជាង1 លាននាក់ឧត្តមសេនីយ៍របស់រុស្ស៊ីជាន់ខ្ពស់ម្នាក់បានប្រកាសកាលពីថ្ងៃទី13ខែមិថុនាថាសង្គ្រាមលោកលើកទី3កំពុងចាប់ផ្ដើមហើយនិងបានអំពាវនាវឲ្យការកែនទ័ពជាថ្មីជាង1 លាននាក់ការប្រកាសរបស់លោកអាប់ទីអាឡូឌីណៅដែលជាមេទ័ពកំពូលនិងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតីវ្លាឌីមៀពូទីនធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ជំវិញកម្មវិធីអាវុធនុយក្លេអ៊ែរលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានគោលនយោបាយយោធាបានបង្ហោះសារលើ Telegram ថាយើងត្រូវតែចល័តទ័ពយើងត្រូវរៀបចំមនុស្សយ៉ាងហោចណាស់កន្លះលានជាមុនប៉ុន្តែជាក់ស្ដែងមនុស្ស1 លាននាក់យើងត្រូវការកោះហៅពួកគេសង្គ្រាមបានចាប់ផ្ដើមរួចមកហើយដែលយើងនឹងដឹងច្បាស់ថាកំពុងតែកើតឡើងនោះគឺសង្គ្រាមលោកលើកទី3នៅថ្ងៃដដែលនោះលោកក៏បានបង្ហោះសាររបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់អាយ៉ាតូឡាអាលីខាម៉ាយីនីដែលទាមទារឲ្យមានការវាយបកយ៉ាងចាស់ដៃប្រឆាំងនឹងអ៊ីស្រាអែលសារនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារទៅអ៊ីរ៉ង់ដោយបំផ្លាញតំបន់យោធានិងទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗដែលបណ្ដាលឲ្យមេបញ្ជាការជាន់ខ្ពស់និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើនអ្នករបស់អ៊ីរ៉ង់បាត់បង់ជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាយោធាបានកំណត់គោលដៅប៉ុនប៉ងរបស់ទីក្រុងតេហេរ៉ង់ក្នុងការសម្រេចបាននៅបង្កើតគ្រាប់នុយក្លេអ៊ែរ